mình nói mình lật จับลำสัตว์ดีคัดไม่โดก ជម្រាបសួរអ្នកទាំងអស់គ្នាឥឡូវយើងបានត្រឡប់មកវិញខ្លះៗបាទមិនមែនតែន 100% ទេដោយសារតែពួកយើងស្ងាត់មួយរយៈធំហើយជាមួយសកម្មភាពកីឡាដោយសារតែបញ្ហារបស់យើងអ្នកដូចឃើញស្រាប់គឺបកគោទីរបស់យើងបាក់ហើយក៏ដូចជាខែនេះភ្លៀងហើយស្មៅវែងដោះក៏ប៉ុន្តែប្រហែលជាប្រហែលថ្ងៃនេះគឺមានការរៀបចំថ្មីព្រោះយើងបានមកផ្សារទីនេះគេនេះទីណាដែលបាក់យើងប្រម៉ែប្រមូលមកដើម្បីមកផ្សារដើម្បីឲ្យយើងបានលេងបន្តទៀតអញ្ចឹងណាពួកយើងមិនមែនលេងបាល់យើងគិតតែពីលេងទេយើងលេងហើយទៅបាត់លេងហើយស្មៅមិនកាត់អីចឹងណាហើយទីលានមិនថែរក្សាយើងស្មៅអីដុសវែងក៏អត់មើលអត់ជួយហើយរបៀបថាសម្រាប់ក៏អត់ចង់រើសអញ្ចឹងអានោះវាពិបាកភ្នែកមែនតើអញ្ចឹងពួកយើងមកទីនេះយើងចាត់ទុកថាទីនេះដូចជាផ្ទះរបស់យើងដូចជាកន្លែងរស់នៅរបស់យើងដូចគ្នាដែរបើសិនជាមានការខូចខាតពួកយើងនឹងជួយជួសជុលពួកយើងនឹងថែរក្សាពួកអីទីនេះក៏ជាកន្លែងបដោះបដាលចំណេះដឹងរបស់ពួកយើងដូចគ្នាដែរអញ្ចឹងសាលាអនុញ្ញាតឲ្យយើងលេងឲ្យយើងមានការប្រកួតហាត់អីចឹងទៅយើងក៏ត្រូវមានសកម្មភាពខ្លះតបស្នងយើងមិនមែនថាតបស្នងអីទេគឺយើងចូលរួមជួយថែរក្សាទាំងអស់គ្នាដើម្បីបលបសាលាបបរួមរបស់យើងនឹងបានល្អស្អាតបានវែងឆ្ងាយហ្នឹងណាយើងលេងបានយូរហើយស្មៅក៏យើងបានកាត់ដែរបានគាត់មកកាត់ហើយលោកគ្រូគាត់កាត់ផងហើយថ្ងៃមុនបានពេញជួយកាត់ខ្លះអញ្ចឹងយើងបានម្នាក់បន្តិចទៅយើងទៅតាមលទ្ធភាពដែលយើងអាចធ្វើបានដោយសារតែពេលខ្លះក្មេងក៏គាត់រវល់រៀនហើយខ្ញុំក៏រវល់ការងារផ្ទាល់ខ្លួនរបស់ខ្លួនឯងដែរអញ្ចឹងអត់សូវជាបានមកដិតដល់ប៉ុន្មានទេពលរវល់ដែរអញ្ចឹងយើងទៅមើលសកម្មភាពផ្សេងៗទាំងអស់គ្នាហើយថាតើយើងបានធ្វើអីខ្លះអញ្ចឹងណាបងប្អូនអរគុណបាទជម្រាបសួរអ្នកទាំងអស់គ្នាក្រោយពីយើងស្ងាត់មួយរយៈធំហ៎យើងស្ងាត់មួយរយៈធំតែពិតអត់មានហេតុផលអីទេគឺដោយសារតែស្មៅរបស់យើងវែងខែភ្លៀងទៅយើងអត់អាចកំណត់បានថាយើងអាចលេងកើតតែថ្ងៃនេះណាមួយនេះទីរបស់យើងវាបាក់ដែរអញ្ចឹងថ្ងៃនេះយើងមកផ្សារគឺជាងណយពងផ្សារនេះមើលនេះចានេះជាងពងផ្សារនេះតែមិនត្រឹមចេះលេងបាល់ទេចេះផ្សារទៀតហើយយើងកាត់ស្មៅហើយស្មៅយើងមកលេងកើតដែរនេះបាទយើងគ្នាយើងមកនេះមកច្រើនឃើញយើងបានកាត់ហើយអាចលេងបែកយើងឲ្យមកស្រួលបានដែរទីលេងរបស់យើងកាត់ហើយយើងបានដោយសារតែវាបាក់អស់ហើយយើងលេងអត់កើតទេអញ្ចឹងយើងត្រូវផ្សារថ្ងៃនេះបានជាងណយមកផ្សារថ្ងៃម្សិលមិញជាងណាខ្លះម្សិលមិញបានជាងណយជាងយុទ្ធថ្ងៃឃើញជាងយុទ្ធបាទអញ្ចឹងថ្ងៃនេះយើងក៏លេងបែកយើងដែរហើយយើងមកផ្សារទីផងយើងបានកាត់ស្មៅខ្លះយើងបានជួយដោយសារលោកគ្រូគាត់កាត់ដែរអញ្ចឹងយើងក៏ជួយលោកគ្រូកាត់ដែរហើយយើងបានប្រយោជន៍ទាំងអស់គ្នាលោកគ្រូក៏បានស្មៅហើយថាយកទៅឲ្យគោយើងបានកន្លែងលេងស្អាតអត់ឲ្យស្មៅវែងពិបាកលេងតែនេះហើយពេទ្យយើងក៏បានឱកាសជួបកីឡាករច្រើនដែរអរគុណយើងទៅមើលសកម្មភាពផ្សេងទៀតយើងនឹងថតជូនបាយបាយ